Nè cứ gì game Clash of Clans hay game này phong đai cứ bậc cao lang UG nào hai cứ tăng bị năm pi pon đập pi và thang game này cho bắt đam phần lật máu nhom cứ nơi tè ta thế hai game này phong đai cứ miền nẹt lên chỉ tràn phong đai hai nẹt lên game này lấy hai chỉ con môi con pi hỏi hai game này bồi tam dân mơ tới cứ vì mình sơi chia sẻ bài lên téสำหรับmìnhสมัยlấy tai bồ สำหรับมันนึกทมcái lên cứ game này bất chia sẻ bài lên làm tên ពួក ấy game នេះគឺជា game online វាមិនមែនជា game offline ចឹងទៅយើងអាចវាយប៉ះ enemy ដែលជាមនុស្សជាច្រើនហើយគឺមាន clan ធំជាច្រើនដែលវាមិនមែន game ហ្នឹងវាមិនមែនយើងមានលុយឬមួយក៏មានកាក់មានប្រេងឯហ្នឹងយើងអាចអាប់ផ្ទះអាប់អីបានសេរីទេគឺវាទៀមទាពេលវេលាអ្នកគ្នាហើយយូរបំផុតវាអាចឡើងទៅដល់5 10ថ្ងៃបានហើយមក item អីចឹងទៅឬ5 10ថ្ងៃបានក្រាស់អីមួយបានចឹងទៅអ្នកគ្នាគឺយូរខ្លាំងមែនតើហើយមើលយូរហើយខ្ញុំក៏បាន download game មួយនេះផងដែរដើម្បីយកមកលេងឲ្យអ្នកទាំងអស់គ្នាបានមើលហើយយើងចាប់ផ្ដើមពី account ទូចទេអ្នកគ្នាគឺចាប់ផ្ដើមពីដៃតទេសុតសាតយកមកអ្នកគ្នាហើយតោះយើងចូលទៅកាន់ game នេះគឺជា game ដំបូងរបស់ខ្ញុំគឺចូលមកដល់ភ្លាមគឺគេឲ្យយើងទៅវាយជាមួយនឹង clan របស់ Goblin ដែលយើងមានភ្លើងនេះឈប់ខ្ញុំអត់ទាន់ស្គាល់ឈ្មោះទេអត់ទាន់ចូលមើលឈ្មោះឡើយទេហើយយើងក៏បានវាយឈ្នះធម្មតាទៅព្រោះអីចូលដំបូងគេឲ្យយើង test game អីចឹងណាអ្នកគ្នាហើយបន្ទាប់ពីវាយឈ្នះហើយខ្ញុំក៏បានចេញមកវិញហើយគេក៏បានណែនាំយើងបង្រៀនយើងឲ្យដាក់របស់ឲ្យក្រាស់របស់ឲ្យរៀបចំផ្ទះរៀបចំអីចឹងទៅណាគ្នាគឺថារៀងច្រើនដែរហើយអានេះគឺសម្រាប់បូមហ្នឹងខ្ញុំហៅតែប្រេងទេអ្នកគ្នាអាហ្នឹងគឺសម្រាប់បូមប្រេងជាមួយនឹងសម្រាប់ farm កាក់ farm ប្រេងអីចឹងទៅអ្នកគ្នាហើយបន្ទាប់ពីការបង្រៀនរបស់គេអស់មកសន្ទុះមកគេក៏ឲ្យខ្ញុំដាក់ឈ្មោះហើយខ្ញុំក៏បានដាក់ឈ្មោះថា China Clan បន្ទាប់ពីការដាក់ឈ្មោះរបស់យើងបានរួចរាល់គេក៏បានបង្រៀនយើងឲ្យយើង upgrade របស់ upgrade ផ្ទះឬមួយក៏ upgrade របស់ farm របស់អីយើងអញ្ចឹងអ្នកគ្នាគឺគេបង្រៀនយើងចប់សពគ្រប់យកតែម្ដងគេអត់បង្រៀនតែមួយទេគឺតិចនិចចូលវាយ clan របស់សត្រូវអីចឹងទៅហើយទាំងនេះខ្ញុំក៏បាន notification ក៏បានចុចយក yes តែហ្មងទៅខ្ញុំមិនដឹងអីគេដែរទេគេចេះតែឲ្យចុចដែរទៅហើយខ្ញុំក៏បានចូលមក update កន្លែងដាក់ប្រេងរបស់យើងកន្លែង stock ប្រេងកន្លែង stock កាក់របស់យើងហើយខ្ញុំក៏បានថែមសម្រាប់បូមប្រេងមួយដែរបន្ទាប់ពីដាក់វាហើយខ្ញុំក៏ចំណាយត្បូងអស់មួយដើម្បីអាប់របស់វាហើយនេះអ្នកនរនេះគឺជា builder half ហ្នឹងគឺជាខ្ទមរបស់អ្នកសាងសង់អ្នកគ្នាហើយតិចទៀតគឺអាហ្នឹងសំខាន់ខ្លាំងមែនតើឃើញវាលក់ដល់ទៅ500 gem អ្នកនរហើយបន្ទាប់ពីចំណាយ gem អស់500មកខ្ញុំក៏បានចូលទៅវាយ clan របស់គេអ្នកគ្នាហើយ clan នេះគឺគេដាក់ bot ឲ្យយើងវាយដែរទេអ្នកគ្នានេះមិនមែនមនុស្សទេហើយចឹងទៅខ្ញុំក៏បានចុចយកទៅបាទថាមាននាមយើងច្រើនដែរខ្ញុំចុចយកទៅហើយបន្ទាប់ពីវាយបែកអស់ហើយគឺខ្ញុំទទួលបានប្រេងជាមួយនឹងកាក់សំទោសផងអ្នកគ្នាគឺខ្ញុំហៅវាប្រេងចឹងទៅអ្នកគ្នាកុំប្រកាន់ខ្ញុំអីខ្ញុំហៅវាថាប្រេងចឹងតាំងពីដើមមកទេចឹងទៅខ្ញុំហៅវាប្រេងចឹងទៅអ្នកគ្នាហើយនេះគឺជាប្រេងដែលខ្ញុំទទួលបានជាមួយនឹងកាក់ដែលខ្ញុំទទួលបានហើយខ្ញុំក៏ទទួលបានផ្កាយ3ដែរហើយខ្ញុំទទួលបានវាទៅ700ជាងទេអ្នកគ្នាព្រោះអីវាយ clan តពីគេដែរទេហើយបន្ទាប់ពីចូលមកខ្ញុំក៏បានមើលកន្លែង upgrade អីតចឹងទៅអ្នកគ្នាហើយខ្ញុំក៏បានបន្ថែមទៅលើ Archer Tower ដែលគឺជាប៉មមានអ្នកបាញ់ធ្នូអ្នកគ្នាអង់គ្លេសខ្ញុំអានត្រូវកុំប្រកាន់អ្នកគ្នាខ្ញុំនៅមានកម្រិតខ្លាំងមែនតើហើយក្រោយពីពេលដាក់ thread ហ្នឹងទៅគឺដំបូងគឺវាតិចអ្នកគ្នាវាចំណាយពេលតិចចឹងទៅយើងគឺសប្បាយដាក់ដែរទេចំណាយពេលតិចហើយបន្ទាប់មកខ្ញុំគឺធ្វើការដាក់កាភ្លើងមកកន្លែងទៀតអ្នកគ្នាដើម្បីការពារផ្ទះយើងហើយយើងក៏បន្តមើលទៅលើគ្រឿងសភាវុធរបស់យើងបន្ថែមថាយើងខ្វះអីយើងត្រូវថែមអីចឹងទៅអ្នកគ្នាហើយខ្ញុំមើលទៅគឺយើងនៅដូចជាខ្វះខ្ញុំក៏បានអាប់ទៅលើសម្រាប់ stock ប្រេងយើងផងដែរហ្នឹងហើយអ្នកគ្នាខ្ញុំក៏បានចំណាយពេលសម្រាប់រៀបចំ clan របស់ខ្ញុំមកវារៀងស្អាតដែរចឹងទៅសូមដាក់គុណ2គុណ3សិនហើយដើម្បីរៀបចំ clan របស់ខ្ញុំឲ្យវារៀងស្អាតបន្តិចហើយសម្រាប់ game Clash of Clans នេះគឺវាមាន
និយាយរួមទៅមានអ្នកលេងច្រើនខ្លាំងមែនតើហើយអ្នកលេងយូរអ្នកគ្នាមិនបាច់ទៅមើល item របស់គេឬមួយក៏មិនបាច់ទៅមើល clan របស់គេទេបាទគាត់ថាកប់ពពកយកតែម្ដងបាទគាត់ថាមុំគឺវាយអត់បែកទេបាទចឹងហើយបើយើងចង់លេង game Clash of Clans នេះគឺយើងត្រូវតែរៀងចាយពេលលើវាតិចហើយតែ game នេះអត់មែន game stress ឬមួយក៏ game បែបនេះអ្នកគ្នាវាគឺជា game បែបលក្ខណៈយើងលេងឈៀលយើងតនេឬមួយក៏យើងអីទៅយើងអង្គុយលេងមកវគ្គ2វគ្គយើងចូលមើល clan យើងតិចទៅមានគេវាយអត់ឬមួយក៏ចង់វាយគេដើម្បីយកខ្វាញ់ឬមួយក៏យកប្រេងហ្នឹងថែមយើងក៏វាយទៅអ្នកគ្នានិយាយរួមទៅ game ហ្នឹងគឺកំពូល game ឈៀលហើយអ្នកគ្នាគឺយើងអត់បាច់ចាំទៅលេងដៃ2ដៃ3ដូច game Free Fire ដែលខ្ញុំលេងហ្នឹងឬមួយក៏ដូច game mobile ដែលយើងត្រូវតែកាន់ទូរស័ព្ទជាប់រហូតអត់ទេអ្នកគ្នា game នេះគឺសឹងថាយើងចូលមកយើងវាលនេះនោះតិចតួចគឺយើងទុកចោលបានអ្នកគ្នាព្រោះ game នេះគឺទាមទារពេលវេលាខ្លាំងមែនតើហើយ player ដែលលេង game នេះគឺថាកូន2កូន3ឲ្យហើយអ្នកគ្នាហើយបន្ទាប់ពីរៀបចំផ្ទះអស់មកសន្ទុះខ្ញុំក៏បានចូលទៅវាយ clan មក Goblin ហើយខ្ញុំក៏បានវាយបានផ្កាយ3ផងដែរអ្នកគ្នាតោះវាបានមកខ្លាញ់ clan មក Goblin ហើយខ្ញុំក៏បានថែមមក clan នេះមួយទៀតព្រោះខ្ញុំត្រូវការកាក់នឹងទឹកនឹងខ្លាំងមែនតើអ្នកគ្នាហើយមកដបងអញ្ចឹងយើងវាយបានតែ clan មក Goblin ហ្នឹងទេព្រោះអីវាបានច្រើនជាង clan ធម្មតាព្រោះអីវាបានតាម level តាមអីវាអ្នកគ្នាហើយនេះគឺខ្ញុំចូលមកវាយ clan ធម្មតានេះមួយគឺយើងទទួលបានទឹក2500ដែរអ្នកគ្នាវាគ្រាន់តែអញ្ចឹងទៅវាយចេះត្រង់វាយសិនទៅអ្នកគ្នាហើយពេលដែលវាយមកសន្ទុះខ្ញុំក៏ទទួលបានជ័យជំនះផងដែរហើយខ្ញុំក៏ទទួលបានផ្កាយ3តាមធម្មតាអ្នកគ្នាដាក់កូន2កូន3ព្រោះអីខ្លាចអ្នកគ្នាមើលធុញហើយខ្ញុំនឹងព្យាយាមលេង game នេះតរហូតត clan ខ្ញុំធំធាត់ហើយសង្ឃឹមថាអ្នកគ្នានៅតស៊ូមើលមួយខ្ញុំហើយបន្ទាប់ពីវាយ clan របស់ Goblin ហើយខ្ញុំក៏បានចូលមក upgrade ផ្ទះគឺ upgrade និយាយរួមទៅ upgrade ពុទ្ធសភាវុធរបស់ខ្ញុំអញ្ចឹងទៅអ្នកគ្នាហើយខ្ញុំក៏បានចូលទៅវាយ clan របស់គេមួយទៀតថែមផងដែរដើម្បីយកកាក់មក upgrade ថែមអ្នកគ្នានិយាយរួមទៅ game ហ្នឹងគឺយើងវាយគេដើម្បីរីកចម្រើនខ្លួនឯងយ៉ាងហ្នឹងគឺវាអញ្ចឹងអ្នកគ្នាហើយបន្ទាប់ពី upgrade មិនអស់ហើយខ្ញុំក៏បានធ្វើការរកនឹង up ផ្ទះមួយទៀតអ្នកគ្នាព្រោះអីកាភ្លើងរបស់យើងគឺមិនអស់ហើយអ្នកគ្នាចឹងទៅយើងចាំវាមកសន្ទុះខ្ញុំធ្វើការ up នេះថែមមួយទៀតសិនហើយបន្ទាប់ពីមើល item មើលអីអស់ហើយខ្ញុំក៏ក្រោយពីការ upgrade ផ្ទះបានមកសន្ទុះមកខ្ញុំក៏បានចូលទៅមើលសេរីវាយ clan គេទៀតអ្នកគ្នាព្រោះអីខ្ញុំគឺអស់លុយអស់អីហើយចឹងទៅគឺខ្ញុំធ្វើការចូលទៅតែម្ដងទៅហើយខ្ញុំគឺសារនេះគឺមានគ្នា20នាក់អ្នកគ្នាបន្តមកខ្ញុំក៏នៅតែធ្វើការបន្តទៅវាយ clan គេបន្ថែមទៀតព្រោះអីខ្ញុំត្រូវការប្រេងជាមួយនឹងកាក់ជាច្រើនចឹងទៅខ្ញុំក៏ធ្វើការមើលទៅលើសភាវុធកាក់អូខេយកកាក់ខ្ញុំមើលសភាវុធរបស់គេហើយខ្ញុំក៏បានចាប់ផ្ដើមរាយតបរបស់ខ្ញុំចូលទៅហ្មងហើយខ្ញុំក៏បានតម្លាក់មីនៀនរបស់ខ្ញុំដើម្បីឲ្យទៅវាយផ្ទះរបស់គេតាមធម្មតាហើយខ្ញុំក៏ទទួលបានផ្កាយ3ផងដែរហើយខ្ញុំគិតថាខ្ញុំនៅស្ទើររ៉ែជាមួយនឹងកាក់ជាច្រើនចឹងទៅខ្ញុំក៏បានធ្វើការបន្តវាយ clan គេបន្ថែមទៀតហើយបន្ទាប់ពី search រៀបចំសំទោសអ្នកគ្នាខ្ញុំគឺមានរឿងសម្លេងរំខានទីអ្នកគ្នាក៏តែខ្ញុំនៅតែតវយទៅហើយខ្ញុំក៏បានទទួលលើជ័យជំនះនៅក្នុង game របស់ខ្ញុំផងដែរហើយខ្ញុំគិតថាកាក់ប៉ុណ្នេះហើយគឺវានៅរៀងស្ទើរខ្លាំងមែនតើហើយបន្ទាប់ពីការបោកកាក់ហើយខ្ញុំគឺបានតែ700អ្នកគ្នាគឺខ្ញុំវាយគឺខ្ញុំភ្លេចមើលដែរហ្នឹងហើយខ្ញុំគឺនៅតែបន្ត search រក clan របស់ enemy ដើម្បីធ្វើការបន្តវាយដើម្បីរកកាក់ជាមួយនឹងរ៉ាថែមទៀតហើយខ្ញុំឃើញ clan មួយនេះគឺមានកាក់3000ជាមួយនឹងរ៉ា1000ខ្ញុំក៏បានធ្វើការវាយដើម្បីយកជ័យជំនះតែម្ដងទៅព្រោះគឺខ្ញុំលេងនេះគឺខ្ញុំដើម្បីសម្រាប់បញ្ញាប់អ្នកគ្នាខ្ញុំបញ្ញាប់ឲ្យ clan ខ្ញុំវារីកលូតលាស់អញ្ចឹងណាអ្នកគ្នាហើយគឺយើងបាន clan របស់ខ្ញុំគឺប៉ុណ្ណេះហើយខ្ញុំក៏បានវាយថែមទៀតអ្នកគ្នាគឺខ្ញុំស្ទើរកាក់ស្ទើរអីចឹងទៅគឺ game ហ្នឹងបើយើងស្ទើរអីចឹងទៅយើងបាក់តយើងវាយគេដើម្បីយកជាមួយនឹងកាក់ជាមួយនឹងរ៉ែអ្នកគ្នាហើយខ្ញុំគឺវាយ clan មួយនេះគឺខ្ញុំទទួលបានកាក់មួយរ៉ែរបស់ខ្ញុំគឺឈិត full ហើយបន្ទាប់ពីបានចេញពីហ្នឹងមកខ្ញុំក៏បានធ្វើការ
upgrade អីទៅលើផ្ទះរបស់ខ្ញុំបន្ថែមទៀតខ្ញុំ 2,000 years later ខ្ញុំធ្វើការ up clan ខ្ញុំអស់រយៈពេលជាយូរមកខ្ញុំគឺទទួលបាន clan របស់ខ្ញុំគឺប៉ុណ្នេះហើយខ្ញុំគឺអត់ទាន់រៀបចំលំដាប់លំដោយវាថាគួរដាក់រ៉ែទាំងណាដាក់អាវុធទាំងណាដាក់អីទាំងណាទេគឺខ្ញុំរៀបចំប៉ុណ្នេះសិនព្រោះអី clan យើងគឺនៅទូខ្លាំងមែនតើខ្ញុំគឺតែបាន level 6ទេអ្នកគ្នាអាចមើលបានហើយទៅមើលទៅលើកាក់ទៅលើអីរបស់យើងគឺយើងនៅមានកម្រិតខ្លាំងមែនតើគឺយើងអត់ទាន់មានច្រើនមានអីទេហើយខ្ញុំក៏បានប្រើសាច់គុណ2ផងដែរដើម្បីឲ្យខាងអ្នកធ្វើផ្ទះធ្វើអីរបស់យើង builder របស់យើងគឺធ្វើការគុណ2អ្នកគ្នាហើយបន្ទាប់ពីរៀបចំផ្ទះហើយខ្ញុំក៏ធ្វើការទៅវាយ enemy ថែមទៀតហើយបន្ទាប់ពីវាយយកកាក់យកអីហើយគឺខ្ញុំមកមើលផ្ទះរបស់ខ្ញុំទៀតហើយគឺដូចជាអត់មានអីត្រូវអាប់ទេខ្ញុំក៏មើលបន្ថែមទៀតអ្នកគ្នាហើយខ្ញុំក៏គិតថាខ្ញុំគួរតែអាប់ស្អីថែមទៀតហើយព្រោះមើលទៅគឺវានៅស្ទើរខ្ញុំក៏ថែមបទាយអាហ្នឹងគេហៅគេអ្នកគ្នាគេហៅប៉មការពារអ្នកគ្នាខ្ញុំក៏បានអាប់ទៅលើវាមួយផងដែរតឡើងអ្នកគ្នាមិនអាប់ទេហើយខ្ញុំក៏មើលទៅលើសភាពវត្តរបស់ខ្ញុំហើយខ្ញុំក៏អាប់tradeរបស់ខ្ញុំមួយផងដែរហើយហ្គេមមួយនេះគឺវារួមទៅhero កាន់តែខ្ពស់ឈាមវាកាន់តែច្រើនទៅយើងមិនអាចរំពឹងទៅលើអាវុធទៀបរបស់យើងដើម្បីទប់មួយគេទេហើយហ្គេមនេះគឺតិចទៀតគឺវានឹងមាន rank មានអីចឹងណាអ្នកគ្នាយើងនៅ level 2គឺអត់ទាន់មាន rank ទេតែតិចទៀតយើងនឹងមាន rank ហើយ rank របស់យើងកាន់តែធំគឺជួបមនុស្សកាន់តែខ្លាំងដូចគ្នាអ្នកគ្នាហើយវីដេអូរបស់ខ្ញុំគឺខ្ញុំសូមបញ្ចប់តែត្រឹមនេះហើយបើអ្នកគ្នាចង់ដឹងថាការលេងរបស់ខ្ញុំហើយនឹង clan របស់ខ្ញុំ upgrade ដល់ប៉ុណ្ណាសូមអ្នកគ្នាចាំទស្សនាវគ្គទី2ខ្ញុំនឹងធ្វើការ upload វគ្គទី2របស់ខ្ញុំនៅថ្ងៃបន្តទៀតហើយខ្ញុំនឹងបរៀនអ្នកគ្នាពីរបៀបរក gem ដើម្បីឲ្យបានច្រើនហើយយើងរក gem ហ្នឹងពីណាដោយអត់ប្រើប្រាស់លុយអ្នកគ្នាគឺយើងអត់បុកលុយទេតែយើងអាចរក gem ហ្នឹងដើម្បីមកប្រើប្រាស់សម្រាប់ upgrade up អីឲ្យវាលឿនចឹងអ្នកគ្នាចឹងគឺបាយបាយអ្នកគ្នាខ្ញុំសូមបញ្ចប់វីដេអូត្រឹមតែប៉ុណ្្នឹងហើយកុំភ្លេចជួយចុច Subscribe ជួយចុច Like ផងដើម្បីឲ្យ YouTube រុញវីដេអូខ្ញុំទៅដល់អ្នកគ្នាមុនគេបាយបាយ